ក្រាប់ធម្មជាតិ B ស្រាប់រូបមន្តខ្មែរផ្សំជាមួយប្រេងចិនខ្សែបុរាណជួយឲ្យសាច់ចាំសบายចាំងមានសំណើមភ្លឺថ្លាម៉ត់រលោង B ស្រាប់លើសពីស្រាប់ធម្មតាប្រៃជាស្ប្រៃបាញ់បំបត្តិនៅរាល់បញ្ហាមុនខ្នងមុនលើដើមទ្រូងរមាស់រុលយ៉ាងមានប្រសិទ្ធភាពនិងឃើញលទ្ធផលក្នុងរយៈពេលខ្លីបំផុតជាបន្តទៅទៀតនេះក្រុមសិល្បៈល្ខោនបាសាក់វងភីសកុនធីសម្រងយ៉ាងស្រុកបាទីខតកែវសូមជូនកម្រងទាំងទស្សនីយភាពល្ខោនបាសាក់រឿងលោហៈបាបកម្មលោហៈបាបកម្មបាយលោកម្ចាស់បងសម្រាប់ជួយមកហើយបងចាឲ្យធ្វើចឹងលោកម្ចាស់កាលបើខ្ញុំចូលខ្លួនមកខត់លោកម្ចាស់មិនចង់ឲ្យលោកម្ចាស់សម្លាប់អ្នកមីងមិនមែនខ្ញុំមើលងាយមើលថោកចំពោះលោកម្ចាស់នោះទេប៉ុន្តែគ្រាន់តែខ្ញុំស្ដាប់ពាក្យសម្ដីរបស់គាត់ហាក់បីដូចជាមានចំណុចខ្លះដែលខ្ញុំមិនទាន់អស់ចិត្តតែណាស់ហើយចុះបើសិនជាលោកម្ចាស់ចង់ដាក់ទោសគាត់ទៀតក៏ខ្ញុំអត់មានអ្វីដើម្បីមកគាត់លោកម្ចាស់បានតែពេលនេះខ្ញុំមានបញ្ហាខ្លះសូមនិយាយជាមួយអ្នកនាងស៊ីណាតើលោកម្ចាស់អនុញ្ញាតឲ្យខ្ញុំបន្តិចបានទេឯងចង់ជួបជាមួយកូនស្រីរបស់យើងបាទលោកម្ចាស់បានយើងពជាពេលប្រហារជីវិតសិនចុះចាំពេលដែលឯងជួបជាមួយកូនស្រីយើងរួចហើយចាំប្រហារជីវិតក៏មិនទាន់យឺតពេកដែរខ្ញុំអរគុណលោកម្ចាស់ខ្ញុំអរគុណបានយើងអនុញ្ញាតឲ្យជួបកូនរបស់យើងចុះមានការអីមែនទេលោកសុភ័ក្រហេតុអីក៏ត្រូវទៅតែមានការនិយាយជាមួយខ្ញុំនៅពេលនេះអ្នកនាងស៊ីណាខ្ញុំដឹងថាអ្នកនាងកំពុងតែស្អកខ្ពើមខ្ញុំណាស់បើខ្ញុំជាមនុស្សប្រុសម្នាក់មានភ្នែកអត់ប្រស្រីប្រើពាក្យសម្ដីមិនចេះគិតនិងមិនចេះពិចារណាមិនស្គាល់ល្អមិនស្គាល់អាក្រក់ប៉ុន្តែពេលនេះខ្ញុំចង់ដូរសម្ដីចង់បដូរចិត្តសាជាថ្មីចង់មានន័យថាពាក្យសម្ដីដែលអ្នកនាងនិយាយជាមួយខ្ញុំនៅឯសួនច្បារខ្ញុំលែងប្រកែកហើយគឺខ្ញុំចង់រៀបការជាមួយអ្នកនាងស៊ីណាណានេះបងនិយាយការពិតមែនទេមានមនុស្សច្រើនណាស់ដែលនៅទីនេះជួយធ្វើជាសាក្សីគឺខ្ញុំពិតជាចង់រៀបការជាមួយអ្នកនាងស៊ីណាមែនខ្ញុំអរគុណច្រើននៅអ្វីដែលលោកសុភ័ក្រនិយាយពេលនេះតែខ្ញុំគ្រាន់តែចង់ដឹងថាអ្វីដែលលោកនិយាយហើយអ្វីដែលលោកស្នើសុំខ្ញុំនេះវាមិនដឹងថាមានអត្ថន័យបែបណាទេហើយម្យ៉ាងទៀតរឿងដែលលោកពុកកំពុងតែធ្វើគឺមិនមែនជារឿងតូចតាចពាក់ព័ន្ធជាមួយនឹងការស្លាប់របស់លោកយាយរបស់ខ្ញុំបើសិនជាខ្ញុំសម្រេចចិត្តតែម្នាក់ឯងក៏វាដូចអយុត្តិធម៌សម្រាប់សាកសពលោកយាយខ្ញុំដូចគ្នាបានន័យតែខ្ញុំលើកលែងគិតតកបើអញ្ចឹងខ្ញុំសូមយោបល់ពីពុកម៉ែរបស់ខ្ញុំសិនបើសិនជាគាត់ឲ្យយោបល់បែបណាចាំខ្ញុំផ្ដល់យោបល់ម្ដងទៀតអរគុណដែលនាងយកចិត្តខ្ញុំអ្នកម៉ែផាន់ចាកូនចាកូនមានរឿងចង់សុំយោបល់ពីអ្នកម៉ែម៉ែស្ដាប់ឮហើយកូនហ្នឹងហើយម៉ែចុះបើសិនជាបងសុភ័ក្រគាត់និយាយអញ្ចឹងហើយតើខ្ញុំសម្រេចចិត្តងាយបានទេអ្នកម៉ែមនុស្សប្រុសម្នាក់ដែលគេបដិសេធយើងហើយតែមកស្រឡាញ់វិញបែបនេះម៉ែដូចជាមិនទុកចិត្តប៉ុន្តែបើសិនជាគេព្រមធ្វើតាមសម្ដីរបស់ម៉ែគិតថាគេប្រកាសជាស្រឡាញ់កូនស្មោះណាកូនធ្វើយ៉ាងម៉េចទៅអ្នកម៉ែថ្ងៃមុនគេធ្វើឲ្យកូនឈឺចាប់ថ្ងៃនេះកូនត្រូវតែធ្វើឲ្យគេដឹងឲ្យគេស្គាល់ថាមនុស្សប្រុសដែលជាប្តីរបស់កូនឲ្យទៅលិចឲ្យទៅកើតបើគេព្រមធ្វើអាចលើកលែងឲ្យគេចោះណាកូនសុំច្បាប់ពីលោកពុកពេលនេះម៉ែចង់ឲ្យគេក្រាបសាពះបាត់ជើងជាការសុំទោសណាកូនបើគេព្រមកូននិយាយជាមួយលោកពុកទៅ
ជប់សិន ចា ម៉ែ យ៉ាងម៉េចកូន នឹងសិណាខ្ញុំមិនដឹងថាអ្នកទៅពីកំពុងតែចង់និយាយព្រឹងអ្វីទេ និយាយអីគេសុំរៀបការ សុំរៀបការអញ្ចឹងហ៎ ចា ហើយខ្ញុំក៏មិនបានដឹងថារវាងសិណានិងសុភ័ក្រអ្នកទៅពីមានរឿងអ្វីពាក់ព័ន្ធជាមួយនឹងគ្នាដែរប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាគិតបែងចែកឲ្យច្បាស់ថាតើពេលនេះគឺជាពេលអ្វីគឺជាពេលដែលលោកពុកកំពុងតែរកយុត្តិធម៌ឲ្យលោកយាយដែលស្លាប់បាត់បង់ជីវិតហើយពេលនេះលោកឪពុកក៏កំពុងតែកាត់ទោសចំពោះអ្នកមិញនេះដែលជាប់ពីបទឃាតកម្មសម្រាប់លោកយាយប៉ុន្តែអ្នកទាំងអស់គ្នាបែរជាយកបញ្ហាផ្ទាល់ខ្លួនមកនិយាយនៅក្នុងពេលនេះទៅវិញយ៉ាងម៉េចឬមួយក៏ពាក្យសម្ដីរបស់សុភ័ក្រប្រមាណម៉ាត់ហ្នឹងឯងដែលអង្វរចំពោះស៊ីណាឲ្យស៊ីណាព្រមអង្វរឪពុកដើម្បីពន្យាពេលការកាត់ទោសប្រហារជីវិតរបស់អ្នកមិញនេះឬមួយក៏ពាក្យអង្វរករបស់គេប្រមាណម៉ាត់ហ្នឹងអ្នកទាំងអស់គ្នាគិតថាបញ្ចប់រឿងនេះត្រឹមហ្នឹងមែនទេមេតាមិនពេលដែលធ្វើអ្វីគិតពិចារណាឲ្យច្បាស់លាស់ផងចុះ តែយ៉ាងណាលោកយាយបានជាស្លាប់ទៅហើយយើងមិនមែនដោះលែងគិតកោឯណាបងគ្រាន់តែគ្រប់យ៉ាងចង់ធ្វើឲ្យមនុស្សប្រុសម្នាក់គាត់បានដឹង ប៉ុន្តែបើឯងចង់បានគេធ្វើជាប្តីរបស់ឯងចាំបាច់អីឲ្យគេធ្វើបែបនេះឯងគួរតែគិតថាកិត្តិយសគេក៏ជាប្រុសពុករបស់ឯងក៏ជាប្រុសបងក៏ជាប្រុសដូចគ្នាដែរចោះចាំបាច់អីឲ្យគេធ្វើយ៉ាងនេះ នោះវាជារឿងលប៉ុកវាជារឿងឯងចំណាយសុភ័ក្រវាជារឿងផ្សេងរឿងអីក៏ឲ្យវាធ្វើមិនបានបើគេមិនប្រន់ធ្វើទេក៏សម្រាប់នាងនេះនឹងចោលតែម្ដង ឈប់ ទៅ សិនបានហើយសុផលខ្ញុំយល់ពីចិត្តរបស់ឯងថាឯងកំពុងតែគិតអីសម្រាប់ខ្ញុំទុកនៅក្នុងចិត្តខ្ញុំចុះអត់អីទេខ្ញុំដឹងថាខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្ញុំសុំទោសដែលធ្វើឲ្យពិបាកពេលដែលបរិគ្រួសាររបស់ខ្ញុំអាចជួបរឿងច្រើនណាស់អត់អីទេមិនអីទេសម្លាញ់ខ្ញុំអាចទទួលបានឯងគិតថាដែលឯងចង់ធ្វើអ្វីដែលឯងចង់ធ្វើឯងធ្វើចុះខ្ញុំសុំទោសខ្ញុំអរគុណអ្នកនាងស៊ីណា ចា សម្ដីរបស់អ្នកនាងនិយាយយ៉ាងច្បាស់បើសិនជារៀបការជាមួយខ្ញុំលុះត្រាតែឲ្យខ្ញុំលុតជង្គង់សំពះដល់បាត់ជើងរបស់អ្នកនាងអញ្ចឹង ចា អញ្ចឹងខ្ញុំសួរនេះជាតម្រូវការរបស់ស្ត្រីគ្រប់រូបនៅលើโลกនេះបើសិនជាបរិសុទ្ធណាត្រូវរៀបការជាមួយខ្លួនត្រូវតែតម្រូវឲ្យបរិសុទ្ធនោះមកក្រាបសំពះដល់បាត់ជើងរបស់ស្ត្រីអញ្ចឹងមែនទេ មិនមែនទេជាតម្រូវការរបស់ខ្ញុំតែម្នាក់ព្រោះខ្ញុំធ្វើសម្រាប់មនុស្សប្រុសដែលធ្វើឲ្យខ្ញុំស្រឡាញ់ងប់ងល់ងើបមុខមិនរួចនេះជើង អត់អីទេអ្នកនាងស៊ីណា ណែជើង បើសិនជាអ្នកនាងយល់ឃើញថាខ្ញុំធ្វើបែបនេះអ្នកនាងមានសេចក្តីសុខបានគេថាថោកអីនឹងដៃថ្លៃអីនឹងមាត់ខ្ញុំគ្រាន់តែលុតជង្គង់ហើយអាចជួយសង្គ្រោះជីវិតមនុស្សបាននោះចុះខ្ញុំទៅកំឡាញ់អីគ្រាន់តែប៉ុណ្ណឹងចាំទទួលយកចុះអូខ្ញុំសុំទោស ប្តីយកទៅអញ្ចឹងហ៎ឲ្យឆ្វេងស្ដាំអញ្ចឹងយក អរ ទៅ គុណណាបងសុភ័ក្រដែលធ្វើសម្រាប់អូនតែប៉ុណ្ណឹងអូនអស់ចិត្តបាត់ទៅហើយពុកអាពុក បងអាបង ពុក លោកបង ស្អី ខ្ញុំសុំទោសណាពុកណាខ្ញុំដឹងអ្វីដែលខ្ញុំនិយាយពេលនេះគឺអាចនឹងប៉ះពាល់អារម្មណ៍របស់ពុកតែខ្ញុំគិតថាយ៉ាងណាលោកយាយគាត់បានជាស្លាប់ទៅហើយពុកក៏ត្រូវការឲ្យកូនស្រីម្នាក់នេះមានក្តីសុខដែរខ្ញុំស្រឡាញ់បងសុភ័ក្រណាពុកហើយគេបាននិយាយរួចហើយឲ្យខ្ញុំជួយអង្វរពុកកុំឲ្យសម្លាប់មីកញ្ចាស់នេះគេនឹងរៀបការជាមួយខ្ញុំចឹងកូនស្រីរបស់ពុកស្រឡាញ់គេខ្លាំងណាស់ជាតិនេះកូនអត់គេមិនបានទេពុកកូនត្រូវការរៀបការជាមួយគេណាពុកណា កូនត្រូវការមនុស្សប្រុសម្នាក់ចាំបាច់ណាស់មែនទេ ចាពុក ល្អឪពុកសុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកូន បើសិនជាលោកបងមិនព្រមទេគេបានប្រាប់ខ្ញុំឲ្យគេនឹងទៅចងកសម្រាប់ខ្លួន ទៅចង់កូនណាពុកណា អើអត់ទេអត់ទេអត់ទេ កូនម្ដាយស្លាប់ចោលម្ដាយ ហេ ហើយក៏ អ្នកណាស្លាប់ អាចារ្យខ្លាចកូនស្លាប់ ឪពុកបាននិយាយឲ្យឪពុកធ្វើគ្រប់បែបយ៉ាងដើម្បីកូនមិនឲ្យកូនពិបាកនោះទេលុះត្រាតែផ្កាយលើមេឃដែលឪពុកយកមិនបាន
ក្រៅពីនោះឪពុកយកបានឪពុកនឹងយកឲ្យកូនទាំងអស់ បាត់មែនឯបង មែន ខ្ញុំស្រឡាញ់ពុកណា ខ្ញុំស្រឡាញ់បងមែនហើយលោកបងកូននិយាយត្រឹមត្រូវចំណែកសាកសពអ្នកម៉ែដែលគាត់ស្លាប់ហើយយកគាត់ទៅដុតចោលតែម្ដងទៅ លោក អ បង ចាសំទោសគឺយកគាត់ទៅទុកនៅទីអារាមព្រោះឯងយើងធ្វើបន់គម្រប់ថ្ងៃទី7តែម្ដងទៅលោកបងពេលនេះខ្ញុំគិតថាគិតគូការកូនតែម្ដងទៅណា លោកបងបើរៀបពិធីមង្គលការកូនរបស់យើងខ្ញុំសូមឲ្យលោកបងអនុញ្ញាតឲ្យនីទៅចូលរួមក្នុងពិធីមង្គលការនោះផងណាលោកបង មិនចាំបាច់សុំពីពុកទេ វាជាគិតតក ម៉ែគួរសុំពីខ្ញុំបើចង់ឲ្យការខ្ញុំបានសប្បាយចិត្តកុំឲ្យមីកាចាស់នេះជួនឲ្យសោះណាខ្ញុំបានប្រាប់ជាមុនបើម៉ែមិនស្ដាប់ខ្ញុំប្រយ័ត្នស្អែកក្រោយណា បាញ់ចឹងរឿងទាំងអស់ហ្នឹងលោកបងទៅសម្រាប់ចោះទុកឲ្យខ្ញុំជាអ្នកចាត់ការនៅក្នុងរឿងនេះព្រមទាំងពិធីមង្គលការចំណែកលោកបងទៅចាត់ចែងរឿងពិធីបុណ្យសពរបស់អ្នកម៉ែសយ ចាលោកស្រី ចាប់នេះយកទៅចោល ចា ហើយចំណែកនាងជាកូនណាតាច់លោនាងឯងស្ដាយម្ដាយរត់យើងចាប់បាននាងឯងនឹងត្រូវស្លាប់ទាំងម្ដាយទាំងកូនលឺហើយនៅ ចាបងផាន់ខ្ញុំ ឈប់សិនចងវាជាប់ទៅមានការអីលោកស្រី ខ្ញុំសូមដល់បងផាន់ព្រោះដឹងថាទូនាទីអ្វីៗទៅលើបងផាន់ទាំងអស់ខ្ញុំសូមអង្វរចិត្តបងផាន់ក្នុងពិធីមង្គលការកូនរបស់យើងសូមឲ្យនីទៅចូលរួមផង រឿងអីដែលខ្ញុំត្រូវឲ្យគេចូលរួមសូមមេត្តាកុំចេះនេះជារឿងរបស់ខ្ញុំដែលត្រូវចាត់ចែងចំណែកអ្នកបងនេះអ្វីដែលព្រួយបារម្ភថែរក្សាតំណែងជាប្រពន្ធដើមឲ្យបានល្អក្រែងលោកខ្ញុំយកបាត់ទៀតទៅ ខ្ញុំដឹងថាតំណែងរបស់ខ្ញុំនេះខ្ញុំបកលឲ្យបងផាន់អស់ហើយ អញ្ចឹងណាបើដឹកខ្លួនអញ្ចឹងល្អនាងមុំនាងម៉ៃយកច្បាយឲ្យចេញទៅក្រែងលោកខ្ញុំទប់ចិត្តមិនបានយកចេញទៅ បងផាន់ សុភ័ក្រចូលមកនេះមានឪពុកម្ដាយដែរទេខ្ញុំប្រាប់ឯងទៅចោះណាខ្ញុំត្រូវការឲ្យឯងហៅឪពុកម្ដាយឯងមកទីនេះ សុំទោសខ្ញុំអត់មានឪពុកទេខ្ញុំមានតែអ្នកម៉ែ អត់មានឪពុកទេមានតែម៉ែ បាទ បើអញ្ចឹងឯងទៅជូតទៅក្រៀមជើងបន្ទាន់ទៅហៅសាច់ញាតិរបស់ឯងព្រោះយើងត្រូវការរៀបការឯងនៅអាទិត្យក្រោយនេះហើយស្ដាប់បានដែរទេ ត្រឹមតែមួយអាទិត្យទេ ត្រូវហើយ លោកស្រី ក្រោយពេលដែលរៀបចំចាត់ចែងពិធីបុណ្យសពរួចរាល់ពេលណាយើងនឹងរៀបការឯងភ្លាម ប៉ុន្តែគ្រួសាររបស់ខ្ញុំក្រណាស់ពេលវេលាត្រឹមតែមួយអាទិត្យតើឲ្យគ្រួសាររបស់ខ្ញុំរកប្រាក់ឯណាបានមករៀបការនោះ ឯងមកតែខ្លួនទេលុយនៅខ្ញុំណែលុយនៅណែសុផល ខ្ញុំយល់ហើយ ជូនគេទៅហើយឆាប់ត្រឡប់មកវិញម៉ែមិនទុកចិត្តគេទេ ឲ្យខ្ញុំសុំទោសតោះសម្លាញ់ ម៉ែឆ្ងល់ឯងណា ឆ្ងល់រឿងអីទៅម៉ែ ហេតុអីបានជាឯងនេះមាននិស័យដូចពួកវាគួរតែកាត់មករកម៉ែហេតុអីបានជាកូនយកចិត្តទុកដាក់ជាមួយពួកអាក្រលហាមនឹងខ្លាំងម្ល៉េះ ក្រលហាប៉ុន្តែគេជាមិត្តរបស់ខ្ញុំណាម៉ែ អញ្ចឹង បាទបើម៉ែឲ្យខ្ញុំជូនគេទៅស្រុកបើអញ្ចឹងខ្ញុំលាហើយ ស្លាប់ហើយមើលសម្ដីដាក់ម៉ែចោះលោកអើយគួរឲ្យក្តៅក្រហាយពិតមែន បងសុផលនេះសាច់ញាតិខាងណាឲ្យប្រកបទេ មែនហើយកូនតែណ៎ហើយអារឿងអបមង្គលចោលឲ្យឆ្ងាយលើកមកនិយាយរឿងស្ដីសួស្ដីវិញម្ នៅ ដ ទេ ង ម៉ែខ្ញុំរំភើបខ្លាំងណាស់ម៉ែនិយាយថាការខ្ញុំចាប់រហ័សអញ្ចឹងខ្ញុំធ្វើចិត្តមិនទាន់ទេម៉ែ អូកូនណានបាច់បារម្ភទេទោះបីជាយ៉ាងណាម៉ែជាអ្នកមានលុយបើសិនជាជួលថ្ងៃមិនទាន់ម៉ោង12យប់ឯងដើរជួលតែម្ដង ម៉ែអើយការគិតរកខែម៉ែឯងមកគិតមួយអាទិត្យយ៉ាងម៉េចមិនដឹងទេ ដូច ចុះ ម៉ែ ខ្ញុំស្លៀកពាក់កៅអៅអ្នកភ្នួងហើយចុះម៉ែឯងឲ្យមីងសយស្លៀកកៅអៅចាស់ចាស់ហ្នឹង អើចាចាយ៉ាងម៉េចស្លៀកបោះអ្នកភ្នងដែរហ្នឹងហើយ ចឹងហើយម៉ែ ភ្នងជួលមកកកស្លៀកមកនេះឯងមិនអស់ទៅកូ ខ្ញុំ ន ទៅរៀបចំខ្លួនដែរណាម៉ែ ចាទៅចាស់កូនទៅចាស់ សប្បាយចិត្តណាស់លោកស្រី ហើយចោះនាងមុំនាងម៉ៃនេះអីមិនដល់បោះដៃបោះជើងអីគេទៅអស់មិនក៏មិនទៅ បក្រាវកាត់ជាពីរអ្នកហ្នឹង សយ ចាលោកស្រី មានសម្លេងពីរនាក់នេះចង់ផ្លែផ្កាដាក់ឯងល្មមដៃល្មមជើងហើយចោះឯងល្មមអីដែរសយ ដូចតែគ្នាណាលំមាស់ដូចតែគ្នាណា លំមាស់ដូចតែគ្នា
ចឹងថ្ងៃនេះអញមានរឿងចង់សួរខ្សោយឯងតិច សួរមកក្មៃ អញឆ្ងល់ខ្សោយឯងណា ឆ្ងល់អីសួរមក រាល់ថ្ងៃនេះខ្សោយឯងកាជះគេដូចតែអញដែរមិនក៏ខ្លាំងមិនខ្សោយ ណែក្មៃកុំមកខ្សោយដាច់សាច់ណា អញហៅ អញចាស់ជាងក្មៃឯងណាក្មៃអញចាស់ជាង សយ ពើមណាមីខ្សោយ បដៅនាងមុំនាងម៉ៃឲ្យបដឹងដៃម្ដងអញទៅរកទឹកផឹកមួយផ្លែត សូមអញ្ជើញលោកស្រី ចាស់ជាងអញ្ចឹងហ៎ អើ ស្អីគេអួតអាងរាល់ថ្ងៃនេះសិតតែកាជះថ្នាក់លើថ្នាក់ក្រោម ត្រូវហើយ មនុស្សដូចតែគ្នាតែខ្សោយ មនុស្សដូចតែគ្នាមែនប៉ុន្តែកាជះអញនេះកាជះវាមានលំដាប់វើយមិនមែនដូចកាជះដូចពីពីរក្បាលឯង កាជះមានលំដាប់រាល់ថ្ងៃនេះអញគ្មានឃើញខ្សោយឯងធ្វើស្អីក្រៅពីបោត្រកតាមម្ចាស់ដូចជាស្អី ណែក្មៃ យ៉ាងម៉េច កាន់តែមែនតើណាថាអញនឹងបោលត្រកចង់ឌីម៉ាំថាអញនឹងឆ្កែ ខ្សោយឯងរាល់ថ្ងៃនេះមិនមែនឆ្កែទេតែក៏វាស្តៀងនឹងដែរ ណែក្មៃកុំហ៊ានពេកក្មៃអញប្រាប់ឲ្យហើយ ណែ អញចាស់ជាងក្មៃឯងណា ចាស់ក៏ដោយណាអញប្រាប់ឲ្យហើយណាកុំឆ្លើយណាអញប្រាប់ឲ្យហើយ អូខ្សោយដាច់សាច់ដល់ក្មៃ តែចាស់ដូចខ្សោយអញអត់គោរពទេ ណែក្មៃកុំឆ្លើយដល់អញណាអញចាស់ជាងក្មៃ អញប្រាប់ឲ្យហើយណាខ្សោយថ្ងៃមុខថ្ងៃក្រោយដើរតាណាមកណាឲ្យមានគ្នា ហើយក ុំដើរម្នាក់ឯង ហើយវាម៉េច បញ្ចាត់អញវាយខ្សោយឯងច្រកបាវទម្លាក់ទឹកវិញ សាទៅអញអត់ដៃសាវាយអញមើលហាក់មកហើយហាក់មកសើក្មៃហាក់មកក្មៃហាក់មកក្មៃនឹងឆ្លើយ សយអូយស្រាប់ហើយមិនចៃសយលើចាប់ ហ៎រៀនអញផ្សេងថ្ងៃមុខថ្ងៃក្រោយដឹងថាក្មេងនឹងខ្លាំងមិនចាស់ខ្សោយ សយហើយឯងវាយ៉ាងម៉េចហ្នឹង រៀងនៅក្មៃអញប្រាប់ថាកុំខ្លាំងមកអញណាក្មៃហ៎ សយ ចាលោកស្រី អញ លោកស្រី សយ ចា ស្គាល់អញនៅហ៎ វែងអស់ហើយ ស្គាល់អញទេស្គាល់អញដែរទេ លោកស្រី ហេតុអីបានជាឯងធ្វើបែបហ្នឹងហ៎អូនតែខ្លាំងណាស់មិនក៏ឲ្យវាមកវាយជន់កបែបហ្នឹង វាពីរនេះលោកស្រី វាពីរអ្នកណាហើយតែនេះឯងវាខ្លាំងហីគ្រាន់បើខ្លាំងណាស់មិនឯងកុំថាអញមកទាន់ទេកុំឯងពីពីរអ្នកហ្នឹងវាយមិនមែនតែវាយដល់ឯងទេណាវាចង់វាយអញងាប់ទៀតមិញនេះ ចាលោកស្រីអត់មកជួយខ្ញុំផង ព្រោះយើងមកជួយហ្នឹងហើយអើយ ណាដឹងតែវាខ្លាំងចឹងលោកស្រី អើយផ្ដេកដាក់ខ្លាំងណាស់ឯងនេះសម្រាងល្អហើយហើយមិនខ្មុំមិនខ្មៃនេះចាប់មើលយើងចាត់ការឲ្យដឹងដៃម្ដងពីអ្នកម៉ែកូនហាមរត់ដល់ទេ ហាមរត់ណា យើងទៅហើយ ទៅហើយ អូនណា ចាបង នឹងសុកបើជាគេប្រល់ដំណឹងថាសុភ័ក្រត្រូវរៀបការ មែនហើយបងខ្ញុំក៏ឆ្ងល់ពីរឿងនេះហេតុអីក៏នៅសុកមកប្រាប់ថាថ្ងៃរៀបការភ្លាមបែបនេះខ្ញុំនេះណាត្រៀមខ្លួនសឹងតែមិនតាន់ ពិតមែន ហើយម្យ៉ាងទៀតជាថ្ងៃរៀបការរបស់សុភ័ក្រគួរតែមានបង្និតនិងបង្លីចូលរួមនៅក្នុងថ្ងៃនេះណាបង គឺវាត្រូវតែអញ្ចឹងណាអូនណា តែធ្វើយ៉ាងម៉េចទៅបង តែពេលនេះមិនដឹងជានិតក៏មិនដឹងជានៅឯណា ចំណែកបងនេះក៏បាត់ដំណឹងសូនជាងក៏មិនដឹងផ្ដាល់ដំណឹងឲ្យគាត់ដឹងតាមពិធីណាទៀតហើយណាហើយចាស់បងមានតែយើងនេះធ្វើជាចាស់ទុំធ្វើឲ្យកូនបានសម្រេចនៃគំនិតរបស់គេក្នុងថ្ងៃរៀបការទៅចោះ ពិតមែនហើយយើងបីបាច់ថែរក្សាវាតាំងពីនៅតូចរហូតដល់ពេលនេះបើបានទៅជ្រុលធ្វើជាឪពុកម្ដាយរបស់គេហើយធ្វើឲ្យចប់ចុងចប់ដំតែម្ដងទៅមែនទេ ចាបង បើចង់ឆាប់ធ្វើដំណើរទៅ ចម្លែកមែនរត់ហើយនឹងភឹមបាននិយាយច្បាស់ថាគេទាំងពីរអ្នកបងប្អូនមកចូលរួមពិធីមង្គលការតែខ្ញុំស្ដាប់មិនបានសោះថាមង្គលការមួយនោះគឺជាមង្គលការសាច់ញាតិរបស់គេដែលមកពីខាងណាឬមួយក៏
ទេចាប់តាំងពីខ្ញុំស្គាល់ពួកគេគ្មានសាច់ញាតិរស់នៅឯស្រុកឆ្ងាយទេបើដូច្នេះខ្ញុំត្រូវទៅតាមដំណើររបស់រិទ្ធហើយនឹងភឹមខ្ញុំចង់ដឹងច្បាស់ថារិទ្ធហើយនឹងភឹមកាលបើមកចូលរួមពិធីមង្គលការតើការនេះគឺជាការរបស់អ្នកណាមករូតរះមកក្មេងៗហ៎កូនលោះមុខដូចមិនសូវរីកទៀតតោះពួកយើងមករូតរះបញ្ញាប់បាទបើចឹងឃើញថាកូនកំឡោះក៏មកដល់លឺកំរាលក្រែព្រំប្រហុំជាស្បាយហើយនៅឡើយកូនកំមុំបើចឹងទេជ័យអងជ័យសួងសុកអងសុករំបើកវៀងននយកអនមកផ្ទឹមពិតជាមានស្រីសួស្ដីមែនអងមែនបើមែនមកជាបតោអូអើយឈប់ភ្លេងឈប់ហើយអញ្ចឹងណាអ្នកច្រៀងហើយបើជួលខ្ញុំតាចាយណាខ្ញុំអត់ដឹងរឿងច្រៀងហ្នឹងឯណាចម្រៀងស្រីលោកស្រីណាឃើញហើយលោកបងអ្នកភ្លេងគេមានចម្រៀងគេច្រៀងព្រោះខ្លាំងណាស់ប៉ុន្តែនាងសយនេះគេថាគេសុំច្រៀងបាក់វៀងននចងដៃអ្នកនាងរបស់គេអនុញ្ញាតដែរទេលោកបងអូចាសយមកនេះភ្លេងអញទៅជួលម៉ោង 2:10 យប់ឥឡូវនឹងមកអញញ៉ាយបើចាក់សយច្រៀងទៅហើយចាំមិនលោកស្រីឯងជួលភ្លេងចំអត់មានអ្នកចម្រៀងស្រីចាំដឹងថាចាំបាច់និយាយទៅអីអាណាដឹងគេបន្ទុកយើងហើយលោកស្រីឯងស៊ីលុយហ្មងអើយកុំនិយាយវិញឆ្ងាយពីសយណែអាឡៃណាឯងចេះថាឲ្យលឺទៅបើឡៃណាមិនចេះប្រឡំមួយភ្លេងទៅណាបើចឹងឯងចាប់ដើមជ័យយ៉ងដកទៀតទៅជួលដាច់បើអញ្ចឹងសយក៏សយទៅឥឡូវជ័យយ៉ងជ័យសួងសុកអងសុកច្រៀងបាក់វៀងននយកអនមកផ្ទឹមពិតជាមានស្រីសួស្ដីមែនអងមែនបើមែនបានអីជាបន្តអើ
ណៃនឹងស្វាមីអត់ណៃអត់បែងរួមក្នៃនឹងស្វាមីនិយាយជាមួយជ័យចៃអង្គសួងសក់អង្គច្រៀងបានបែបណនយកអង្គនៅផ្ទឹមពិតជាមានស្រីសួស្ដីមែនអង្គមែនបើមែនបានអីជាបន្តស្អាតណាកូនស្អាតណាអូកូនចូលអានេះភ្នោះរៀបចំរួចរាល់ហើយអានេះស្អាតខ្លាំងណាស់ដាក់ឈុតហ្នឹងណាកូនណែលោកបងអាចារ្យធ្វើកាត់អីទៀតចាកូនកុំបានមកដល់ហើយកុំបានមកដល់កន្លែងហើយបើចឹងគ្រាក្រោយនេះយើងចងដៃតែម្ដងណាចាបើចឹងជ័យអងជ័យសួងសុកអងសុកចងដៃកូនប្រុសកូនស្រីពិតជាមានស្រីសួស្ដីមែនអងមែនបើមែនរើយបតោដាក់ដៃមកកូនលោកគ្រូភ្លេងសុំដៃខុនចងដៃសូមជើញងៀតមើលសាច់សាលហិតខាងកូនប្រុសកូនស្រីចូលចងដៃដើម្បីយកស្រីចាសូមជើញលោកបងសូមជើញបងប្អូនទាំងអស់ទាំងប្រុសទាំងស្រីចូលចងដៃឡើងជើញចូលតទៀតមកកូននេះអាចចាំណាលើឃើញតែអស់ងាវចូលចងដៃហើយមានសាច់ងៀតនៅខាងណាក៏នេះខ្លះសូមអញ្ជើញចូលចងដៃកូនអើយនាងគេចូលទៅហើយរៀបការជាមួយគ្នាបានទេកូនអញប្រាប់ថាយ៉ាងម៉េចបានមីជួយម៉ែខ្ញុំអូននេះជួយម៉ែខ្ញុំបងជួយម៉ែផងកូនអ្នកមីងបើសិនជាអ្នកមីងមិនអាចចូលរួមបានទេនេះមីងមកធ្វើអីកុំហៅថាមីងទៀតណាកូនហេតុអីបានជាខ្ញុំហៅថាមីងមិនបានមិនបានព្រោះកូនឯងជាកូនបង្កើតរបស់ម៉ែអ្នកមីងនិយាយអីកូនបង្កើតយ៉ាងម៉េចខ្ញុំអត់យល់ទេសួរទៅកូនសួរអមរិតសួរម៉ែផឹមដែលកូនធ្លាប់ហៅកន្លងមកតែពិតទេកូនប្រុសអមរិតអ្នកម៉ែផឹមសម្ដីរបស់គាត់បាននិយាយថាខ្ញុំគឺជាកូនបង្កើតរបស់គាត់តើជាការប៉ុណ្ណាទេពិតណាស់ក្មួយពិតណាស់ពិតមែនហើយបើអញ្ចឹងអ្នកម៉ែនេះគឺជាអ្នកម៉ែបង្កើតរបស់ខ្ញុំជាម្ដាយរបស់ឯងអ្នកម៉ែកូនក៏កំពុងតែឆ្ងល់ថាហេតុអីបានជាកូនឯងនៅជាមួយអ្នកដទៃហើយម៉ែមិននៅទីនេះលោកម្ចាស់លោកស្រីខ្ញុំសុំពេលមិនយូរទេលោកខ្ញុំសុំនិយាយទាំងអស់រឿងដែលខ្ញុំលាក់បាំងកន្លងមក20ឆ្នាំមកនេះខ្ញុំសូមលាតត្រដាងនៅពេលនេះចុះនិយាយទៅនេះហើយខ្ញុំក៏សូមទោសដែលខ្ញុំមានរឿងលាក់បាំងជាមួយនឹងអ្នកទាំងអស់គ្នាដែលនៅទីនេះមុនពេលដែលខ្ញុំចូលមកធ្វើការដោះបំណុលគឺខ្ញុំជាស្រីមេម៉ាយកូនមួយនេះជាកូនខ្ញុំដែលខ្ញុំទុកជាមួយនឹងប្អូនធននៅឯស្រុក
ឪពុករបស់កូនឈ្មោះវ៉ាន់ណាកូនប្រុសលោកម្ចាស់នៅចាំបានទេថ្ងៃដែលលោកម្ចាស់ចោទតែខ្ញុំក្បត់លោកសួរថានាងក្បត់ប្រុសស្អាយរបស់នាងជាអ្នកណាហើយខ្ញុំមិនព្រមនិយាយប្រាប់លោកម្ចាស់ថ្ងៃនោះហើយជាថ្ងៃកូនប្រុសខ្ញុំឈឺធ្ងន់អូនធေါ်នឹងបងធေါ်របស់ខ្ញុំនៅឯស្រុកអត់មានលទ្ធភាពមើលជំងឺកូនខ្ញុំទេប្រម្នាក់ដែលមកជួបខ្ញុំទាំងកណ្ដាលយប់តែលោកម្ចាស់ចោលតែខ្ញុំក្បត់គាត់ជាបងប្រុសខ្ញុំបង្កើត ចោះបើជាបងប្រុសរបស់នាងហេតុអីបានជានាងមិនប្រាប់យើងហើយនាងក៏មិននាំគេមកទៀត ចាលោកម្ចាស់កាលដែលខ្ញុំអត់ហ៊ាននាំបងមកជួបប្រុសបងប្រុសរបស់ខ្ញុំគឺជាចៅនិត បានន័យថានាងគឺជាបងប្អូនរបស់ចៅនិត ចាចៅសន្ទុយណាលោកម្ចាស់ក៏បានសន្និដ្ឋាននោះខ្ញុំនិយាយប្រាប់លោកបែបហ្នឹងក៏នៅតែលោកសម្លាប់ខ្ញុំហើយលោកក៏សម្លាប់បងប្រុសខ្ញុំលោកតាមសម្លាប់ចៅនិតប៉ុន្តែលោកអត់បានដឹងថាចៅនិតបានធ្វើអ្វីខ្លះចឹងថ្ងៃនេះលោកស្ដាប់ឲ្យច្បាស់ហើយលោកទៅសួរអ្នកស្រុកជត់ទៅក្រៀមសិនប្រវត្តិបងប្រុសខ្ញុំបានធ្វើអ្វីបានឈ្មោះជាចៅថ្ងៃមួយបងរបស់ខ្ញុំនិងខ្ញុំមកពីសាលាវិញម្ដាយខ្ញុំគាត់នៅផ្ទះម្នាក់ឯងម្ដាយខ្ញុំមានជំងឺធ្ងន់ណាស់លោកសេដ្ឋីជតកៈគាត់បានមកទារលុយពីម៉ែខ្ញុំប្រាប់ថាមិនទាន់មានលុយសងទេតែលោកសេដ្ឋីមិនព្រមស្ដាប់ក៏ច្រើនម្ដាយខ្ញុំទម្លាក់ពីលើក្រែរហូតដល់ម្ដាយខ្ញុំបែកឈាមឈាមចេញពីក្បាលគាត់បងខ្ញុំឃើញដូចនេះបងខ្ញុំខឹងខ្លាំងដោយឃើញម៉ែខ្ញុំឈាមស្រោចខ្លួនបងក៏យកកំបិតស្ទុះទៅកាប់លោកសេដ្ឋីដាច់ដៃស្ដាំលោកសេដ្ឋីក៏ស្រែកថាបងខ្ញុំប្លន់គាត់ចាប់គាត់ដើម្បីប្លន់យកទ្រព្យសម្បត្តិទាំងបងខ្ញុំមិនបានប្រព្រឹត្តលោកឪពុកខ្ញុំមកតន់ក៏ប្រាប់ឲ្យបងខ្ញុំកិច្ចខ្លួនសិនបើលោកសេដ្ឋីនិយាយបែបនេះហើយទោះបីជាយើងកំប្រឹងប្រកែកយ៉ាងណាក៏មិនឈ្នះដែរព្រោះលោកសេដ្ឋីដាច់ដៃស្ដាំមានរបួសស្នាមបងខ្ញុំរត់ចូលព្រៃបាត់ម្ដាយរបស់ខ្ញុំក៏បាត់បង់ជីវិតលោកសេដ្ឋីកាត់ទុកមិនសុខចិត្តទេទៅទូលដល់ព្រះរាជាថាចៅនិតអុកឡុកខ្លាំងណាស់សូមឲ្យទ័ពរាជការចុះមកចាប់ដល់ស្រុកជតក្រៀមចាប់ចៅនិតឲ្យបានតែបងខ្ញុំរត់ចូលព្រៃព្រោះតែពាក្យចោទប្រកាន់របស់លោកសេដ្ឋីតែប៉ុណ្ណោះណាលោកម្ចាស់បើលោកចង់ដឹងថាខ្ញុំនិយាយទាំងប៉ុន្មានពិតឬមិនពិតលោកទៅសើបសួរឲ្យដល់ជតក្រៀមសិនតើបងខ្ញុំបានធ្វើអីណាណាខ្លះមានតែសេដ្ឋីម្នាក់ប៉ុណ្ណោះណាលោកម្ចាស់កាត់កាល់ខ្ញុំវាខ្ញុំឲ្យសន្លប់ឲ្យប្រកាសអត់មានឲ្យអ្នកណាគិតគូរទាំងខ្ញុំពោពោះគ្រប់កាយលោកចង់វាយរហូតដល់សន្លប់ហើយលោកប្រាប់ថាមិនឲ្យអ្នកណាទៅមើលខ្ញុំឬក៏យកបាយទឹកនំចំណីទៅឲ្យទេបើអ្នកណាមិនស្ដាប់លោកនឹងសម្លាប់ឬក៏មានទោសតែខ្ញុំមិនភ្លេចគុណលោកយាយមកនឹងលោកស្រីណាតដែលកន្លងមកខ្ញុំហៅគាត់ថាបងណាតទោះបីជាលោកម្ចាស់បញ្ជាយ៉ាងណាក៏នៅតែលួចលាក់យកអាហារចំណីឲ្យខ្ញុំតែលោកម្ចាស់ប្រកាសជាមិនបានជ្រាបរឿងមួយនៅពេលដែលលោកម្ចាស់ទៅរាជវាំងបាត់លោកស្រីណាតសម្រាលកូនគាត់កើតមកគឺស្លាប់មួយរំពេចអត់មានអ្នកណាដឹងទេគឺដឹងតែយាយមកនិងបងណាតដែលជាម្ដាយបង្កើតរបស់ក្មេងដែលស្លាប់បងណាតគាត់ដឹងថាខ្ញុំសម្រាលបានកូនភ្លោះមានតែពីរអ្នកយាយមកទេខ្ញុំសុំទោសបងណាត
ខ្ញុំសុំតើថ្ងៃនេះខ្ញុំសុំនិយាយរឿងទាំងអស់ មិនអីទេនេះនិយាយទៅ ក៏មានលោកយាយមកដែលគាត់នៅទីនេះគាត់ថាសន្យាបើខ្ញុំនិយាយរឿងនេះកាលណាគាត់នឹងធ្វើសាកសីឥឡូវខ្ញុំនិយាយហើយបងណាតនឹងលោកយាយមកគាត់បានទៅសុំកូនខ្ញុំមួយដែលខ្ញុំសម្រាប់បានកូនភ្លោះគឺស្រីទាំងពីរគឺសេនានិងសេនាងជាបងប្អូនបង្កើតពុទ្ធខ្ញុំសម្រាប់ចិត្តឲ្យសេនាមកបងណាតត្រង់ហ្នឹងហើយណាលោកម្ចាស់ដល់ថ្ងៃលោកម្ចាស់ទៅចោទប្រកាន់ថាកូនខ្ញុំសេនាងលួចកងដៃសេនាខ្ញុំសឹងតែនិយាយរឿងទាំងអស់ឲ្យលោកហ្នឹងថាខ្ញុំផ្សំកំណត់ជាមួយសេនាងធ្វើអីខ្ញុំលាក់កងដៃមានតម្លៃទៅអីបើសេនាជាកូនខ្ញុំម៉ែណាហើយកាលតែម៉ែចូលមកគាត់មិនឲ្យកូនរៀបការកូនអើយទោះបីជាកូនមានឪពុកដែលឡាយពីគ្នាតែកូនក៏ប្រសូតចេញពីអូតូម្ដាយរួមគ្នាដែរកូនបាទម៉ែសុភ័ក្រជាកូនប្រុសច្បងក្រាបសំពះបងស្គាល់បងម៉ែណាម៉ែបញ្ជាក់ប្រាប់ខ្ញុំម្ដងទៀតបានទេហើយអ្វីក៏ម៉ែមិននិយាយអ្វីសោះចឹង សេនាតែជាការប៉ັດណាកូនអញ្ចឹងតើម៉ែមិនឲ្យប្រមាថមើលងាយទៅដល់នេះ លោកម្ចាស់រឿងដែលខ្ញុំរៀបរាប់ឲ្យលោកស្ដាប់ជាការប៉ັດទាំងអស់ អូននេះ ទាំងរឿងខ្ញុំមិនបានក្បត់លោកទាំងរឿងខ្ញុំមិនបានលាក់បាំងកងដៃនៅរឿងមួយទៀតដែលលោកវាយខ្ញុំលោកចោទប្រកាន់ថាខ្ញុំជាឃាតករសម្លាប់ម្ដាយក្មេកខ្ញុំចង់ឲ្យលោកគិតមកម្ដងទៀតខ្ញុំមិនបានធ្វើទេលោកត្រូវសើបឲ្យបានច្បាស់កុំឲ្យឃាតករបាត់រួចខ្លួនឲ្យមកដាក់ទោសខ្ញុំដែលមិនដឹងអីរំពត់ដែលលោកវាយវត្តលើខ្លួនខ្ញុំស្នាមតកូនតចៅប្តីប្រពន្ធដែលធ្លាប់រួមសុខរួមទុក្ខលោកដឹងទេគ្រាន់តែលើសម្រាប់ជើងឬក៏លើឈ្មោះលោកខ្ញុំខ្លាចកូនធ្លាប់សួរម៉ែលោកយត់នឹងជាអ្នកណាតែអីម៉ែខ្លាចគាត់ម្លេះម៉ែខ្ញុំខ្លាចលោកម្ចាស់មើលចុះតើខ្លួនខ្ញុំត្រង់ណាដែលថាមិនស្ដាប់រពតតែលោកវាយ អូននេះ លោកហៅខ្ញុំថាម៉េច គឺបងហៅអូន សេនាងចាស់ម៉ែលើលោកម្ចាស់ហៅម៉ែថាម៉េចកូនខ្ញុំលឺហើយលោកហៅម៉ែថាម៉េចកូនហៅម៉ែថាអូននេះចាប់កន្លងមកកូនសួរថាលោកជាអ្នកណាម៉ែប្រាប់កូនថាលោកជាម្ចាស់ចំការល្មុតកូនសួរម៉ែថាពុកនៅឯណាម៉ែប្រាប់កូនឯងថាពុកស្លាប់ហ្នឹងហើយណាកូនណាកូនស្ដាប់ឮហើយកូនជាជារបស់លោកម្ចាស់យុទ្ធ កុំស្រីអូន សុភ័ក្របាត់ម៉ែស្ដាប់ប្រវត្តិម៉ែហើយ សេនា កូនខ្មាស់គេដែរទេកូន ចូលចិត្តម្ដាយបើឯងទៅកូន អត់ទេ ចូលមកទៅម្ដាយបើឯងទៅ ថ្ងៃនេះម៉ែមានកម្លាំងទោះបីជាម៉ែត្រូវរបួសហើយខ្ញុំក៏លើកដៃសំពះសូមចិត្តបងប្អូនទាំងអស់គ្នាដែលនៅក្នុងពិធីការទាំងមូលសូមជួយលាក់ឲ្យចិត្តកុំនិយាយឲ្យលឺចេញទៅក្រៅឲ្យសោះកុំឲ្យគេដឹងថាកូនខ្ញុំជាអ្នកបង្ករបួសស្នាមទោះបីដឹងថានេះជាម្ដាយកូនក៏ដោយតែកូនខ្ញុំឲ្យខ្ញុំមានរបួសស្នាមខ្ញុំខ្លាចកូនខ្ញុំមានតម៉ែពេលនេះខ្ញុំបានជួបម៉ែខ្ញុំបានដឹងជីវប្រវត្តិរបស់ម៉ែកូនសប្បាយចិត្តណាស់កូនហើយនឹងម៉ែលែងបែកគ្នាកូននឹងធ្វើជាកូនល្អកូនថែរក្សាការពារម៉ែមិនអោយលោកម្ចាស់ធ្វើបាបម៉ែទៀតទេណាម៉ែណាលោកម្ចាស់មិនធ្វើបាបម៉ែទៀតទេ
កន្លងមកម៉ែជួបពាក្យលោកម្ចាស់ជេរម៉ែថានាងថោកទាបនាងស្រីផាត់ក្បត់នាងទូរយុះប៉ុន្តែថ្ងៃនេះលោកម្ចាស់ហៅម៉ែថាអូននេះពាក្យនេះម៉ែខានលឺ20ឆ្នាំណាកូនចឹងពាក្យថាអូននេះមិនម៉ាត់បានន័យថាលោកម្ចាស់នឹងព្រមលើកលែងទោសឲ្យម៉ែហើយបិទទេលោកម្ចាស់ បងលើកលែងទោសឲ្យអូនទៅបងហើយបងក៏សុំទោសអូន ខ្ញុំអរគុណបើលោកម្ចាស់លើកលែងទោសឲ្យខ្ញុំកូនអើយម៉ែនៅមានឱកាសបានទៅស្រុកចាម៉ែបងរ៉េតខ្ញុំបាននិយាយជាមួយកូនបើខ្ញុំមានឱកាសទៅស្រុកខ្ញុំនឹងនិមន្តព្រះសង្ឃធ្វើបុណ្យរាប់បាតទោះបុណ្យនោះតូចឬធំខ្ញុំត្រូវតែធ្វើឲ្យបានកូនអើយយើងទៅជុំគ្នានៅភ្នោយាយតា20ឆ្នាំម៉ែអត់ដែលបានឃើញភ្នោយាយភ្នោតាកូនទេខ្ញុំនាំម៉ែទៅជួបតាក្រៀមណាម៉ែបានណាស៊ីណានេះស៊ីណាមកក្បែរម៉ែមកអូនម៉ែស្រវាក់ភ្នែកអីមើលកូនមិនច្បាស់កុំយំកូនកុំយំម៉ែមិនអោយកូនបាបទេកូនបើម៉ែលាក់ខ្ញុំធ្វើអីម៉ែអត់អីទេកូនម៉ែមិនអីទេតែម៉ែសុំពីបងណែតសុំពីលោកម្ចាស់នាំកូនទៅស្រុកទាំង3នាក់ទៅធ្វើបុណ្យជុំកូនហើយក៏ចង់ឲ្យបងណាតចូលរួមផងដែរបងល្អនឹងខ្ញុំបងអើយបើជាតិក្រោយមានបិទក៏មានឈ្មោះជាប្រពន្ធចង់ប្រពន្ធដើមណាបងណាសូមខ្លាយជាប្អូនបងឯងចង់បងទៅចូលរួមធ្វើបុណ្យរាប់បាតជាមួយនឹងប្អូនទេបងទៅណានេះលោកយាយមកក៏សូមអញ្ជើញទៅជាមួយខ្ញុំទៅណាលោកស្រីនេះឯណាបងរ៉ាត់ឯណាផឹមអត់ឈប់សិនកូនអើយអាវសម្ពុតដែលម៉ែទិញឲ្យចូលទៅផ្លាស់ស្លៀកពាក់ឲ្យម៉ែមើលបន្តិចណាកូនណាឲ្យស្អាតដូចប្អូនប្រុសប្អូនស្អាតម៉ែចាំទៅដល់ស្រុកចាំខ្ញុំស្លៀកឲ្យម៉ែមើលណាម៉ែចាំស្លៀកនៅស្រុកឲ្យកូនចាម៉ែអត់ទេម៉ែខ្ញុំយកម៉ែទៅជាបើសិនណាម៉ែណាម៉ែលាលោកម្ចាស់សិនម៉ែឯក្រោករួចទេម៉ែលាឲ្យលោកម្ចាស់អូនខ្ញុំនាំកូនទៅស្រុកទាំង3នាក់អូនទៅចុះចាម៉ែក្រោកឡើងណាម៉ែណាម៉ែក្រោកបានម៉ែទៅស្រុកយើងបានទៅជួបយាយបានទៅជួបតាម៉ែបាននិយាយថាបើម៉ែបានធ្វើបុណ្យរាប់បាតមុននឹងម៉ែស្លាប់ម៉ែបាត់ភ្នែកចិត្តឥឡូវម៉ែបានធ្វើមែនអត់អីទេម៉ែអកូនតកូនក្រៀមម៉ែទៅស្រុករបស់យើងណាម៉ែណាម៉ែមានកម្លាំងទៅចុះកូនម៉ែដើរបានទេខ្ញុំបានជាបើម៉ែចាកូនចាយើងជុំទាំងអស់គ្នាក៏ឈប់សិនខ្ញុំសុំលោកម្ចាស់បើឃើញបងណែតកុំចាប់បងបើចាប់បងក៏ត្រូវតែរកខុសរកត្រូវឲ្យបងប្រុសខ្ញុំណាលោកម្ចាស់ណាតើម៉ែបងលើកលែងឲ្យគាត់ហើយខ្ញុំក្រៀមម៉ែទៅចុះកូនខ្ញុំត្រឡប់មកវិញទៅចុះកូនម៉ែបងអើយមិនបាត់ចាំម៉ែមិនដើរចឹងនេះបងចាំម៉ែអត់ទេនេះបងណែនេះម៉ែបងណែបងតូអូននេះម៉ែខ្ញុំស្លាប់ហើយម៉ែខ្ញុំស្លាប់ហើយបងណែម៉ែខ្ញុំអត់ដឹងហើយម៉ែជួបនិយាយជាមួយខ្ញុំទៀតហើយម៉ែអត់ទាន់បានទៅត្រូវស្រុកទេបងម៉ែនិយាយមកខ្ញុំចង់ស្ដាប់ម៉ែស្ដាប់ឮទេម៉ែមកជំនាញណាទៅមកនៅនឹងម៉ែលេងតបែកមកច្រើនឆ្នាំកូនមិនតែស្គាល់អ្នកម៉ែសោះងើឥឡូវកូនដឹងរឿងទាំងអស់លោកអើយ
ស្គាល់អ្នកម៉ែសោះងើអើយឥឡូវដឹងរឿងទាំងអស់លោកអើយកូនចង់ជួបអ្នកម្ដាយថ្លៃតើសំដីប៉ុន្មានម៉ាត់ណែម៉ែអើយរៀបរាប់ឲ្យអស់ណាច្បាស់នៃឥឡូវជីវិតម៉ែខ្សិនខ្សៃលោកអើយសំដីត្រឹមតែដង្ហើមចុងក្រោយណាម៉ែផុតណាលេចមើលអត់បាត់នៅគិតណាកូនកូនណាម៉ែទៅប្រាប់ឲ្យស្គាល់បងអូនពេលនេះណាកូនកូនយកអោបសពម៉ែហាត់បតាញ់មកជ្រៀតញ៉ាមិនផ្ដល់ឱកាសឲ្យម៉ែអត់បានទៅដល់ស្រុកទេកូនកូនយំអោបម៉ែម៉ែលែងលឺហើខ្លួនសិនមកម៉ែទៅស្ដាប់ខ្ញុំនិយាយបានប៉ុន្មានម៉ាត់ទេម៉ែអ្នកម៉ែសុភ័ក្រកូនប្រុសរបស់ម៉ែម្នាក់នេះមាននិស្ស័យបានកើតជាកូនរបស់ម៉ែតែកូនអត់មានវាសនាបាននៅក្បែរអ្នកម៉ែកូនបែកពីអ្នកម៉ែតាំងពីនៅបាត់ជើងក្រហមមកម្លេះពេលកូនដឹងការពិតជីវិតរបស់អ្នកម៉ែរងទុក្ខវេទនាជាឱកាសរបស់កូនចង់សងគុណចង់ថែរក្សាឲ្យម៉ែបានសេចក្តីសុខពាក់កណ្ដាលនៃជីវិតរបស់ម៉ែតែកូនមិននឹកស្មានថាសម្ដីរបស់ម៉ែបានត្រឹមតែជាបណ្ដាំចុងក្រោយដង្ហើមចុងក្រោយសម្រាប់កូនទាំងអស់គ្នាតែប៉ុណ្ណោះម៉ែជាតិនេះម៉ែយ៉ាភ័ព្វណាបើសិនជាម៉ែបាត់បង់ជីវិតហើយសូមឲ្យដួងវិញ្ញាណរបស់ម៉ែទៅកាន់សុគតិភពម៉ែល្អរបស់កូនមិនមានជាតិក្រោយទៀតកូនទាំងអស់គ្នាសូមកើតជាកូនរបស់ម៉ែទៀតណាម៉ែណាទោះបីជាម៉ែលែងមានដង្ហើមដតែខ្ញុំសូមបងសូមលោកស្រីណាតដង្ហែសពម៉ែទៅស្រុកកំណើតរបស់ម៉ែយ៉ាងណាទៅឲ្យអំណឹកបានឃើញមុខម៉ែមុនពេលត្រូវបូជាឬបញ្ចូលសពម៉ែណាម៉ែណាម៉ែមានបងប្អូនទៅពីរនាក់ខ្ញុំយកម៉ែទៅស្រុកទៅជួបអំណិតសិនណាម៉ែម៉ែអើយហេតុអ្វីព្រមនេះកាត់កំណត់ឲ្យខ្ញុំហើយនឹងម៉ែជាម្ដាយនៅកូនចុះហេតុអ្វីក៏មិនឲ្យខ្ញុំមាននិស្ស័យជាមួយម៉ែសំឡេងម៉ែស្រែកឲ្យកូនជួយបងសម្បងម៉ែដូចសាច់ដូចធាលកូនចោលសើចម៉ែអើយម៉ែម៉ែទៅតែលើកខ្ញុំនិយាយប៉ុន្មានម៉ាត់ប៉ុណ្ណោះហើយម៉ែក៏បាត់ភ្នែកទៅម៉ែស្អប់ខ្ញុំមែនទេម៉ែ
ឲ្យកូនក៏បានទោសណាស់ម៉ែកូនក៏ហើយ អ្នកម៉ែកូនសុំលើសពរបស់អ្នកម៉ែយកទុកដាក់សិនអ្នកម៉ែណែ មិនអីទេ ម៉ែអើយ លើកសពអីរបស់ឯងទៅទុកដាក់ចុះ ម៉ែនៅ នេះអូន ម៉ែនៅខ្លួនសិនមកម៉ែខ្ញុំ បង សូម ថែ អើ រក្សា ម៉ែ កូនរបស់យើងឲ្យបានល្អ ម៉ែមិនគេទុកខ្ញុំចោលក្រំឡើងអូនម៉ែគាត់ទៅហើយថ្ងៃសុំម៉ែណាអូនណាម៉ែ លោកអើយកាច់ខ្លួនមកគឺអាចោណាត់ស្មាននៅវាតាមរកខ្ញុំដឹងអីមិននឹងវាស្លាប់តាណាសយដើរមកញ៉ាំតកាដែរសាយរឿងស្អីគេសបាយរឿងស្អីអញក្រំចិត្តសឹងស្លាប់ ក្រំចិត្តនឹងអីលោកស្រី ឯសាយមកពីនេះរឿងស្អីគេអា នេះលោកស្រីអត់ដឹងទេណា ដឹងស្អីគេ ពេលដែលលោកស្រីចេញមកបាត់ណានាងនេះក៏ចូលមកដល់ ឈប់សិននេះចូលមកដល់យ៉ាងម៉េចទៅ នាងនេះក៏បានចូលមកដល់ហើយអ្នកនាងស៊ីណាគាត់ខឹងខ្លាំងណាស់ក៏បានទាញកំបិតមកចាក់នាងនេះស្លាប់បាត់ហើយណាលោកស្រី ថាម៉េចនេះស្លាប់ហើយ ចា ឃើញទេដោយអញនិយាយមិនខុសអ្នកដែលសាងអំពើល្អដោយអញណាក៏ជីវិតរស់នៅអ្នកដែលសាងអំពើអាក្រក់ជីវិតត្រូវតែស្លាប់អញ្ចឹងហើយ ត្រូវហើយលោកស្រី ចឹងបានតែសម្លេងខងខៃគឺខ្មោចយ៉ាងនេះមែនទេ ប៉ាត់ប្រកាសមែនហើយលោកស្រី យើងនេះកិច្ចខ្លួនមកឃើញអាចោនិតមកស្មាមរកយើងដឹងអីមិនដឹងវាងាប់តែណាហើយមិនយ៉ាងវិញទៀតយើងមានបំណងមកធ្វើនំកប់ស្ករនេះណាដឹងដែរទេ អូហូយលោកស្រីនេះមានពេលធ្វើនំកប់ស្ករទៀតផងអីលោកស្រីមើលទៅទំនងហូបដល់ហើយ វាជាទំនៀមទម្លាប់ណា អញ្ចឹង គេ ផង មានចេកមាននំកប់ស្ករនេះគេធ្វើពីម្សៅហើយដាក់ស្ករនៅខាងក្នុងដើម្បីឲ្យកូនកំឡោះកូនកំមុំគេហូបនំហូបចេកថ្ងៃផ្សំដំណេកនោះអី អញ្ចឹងឯងលោកស្រី ស្នាដៃរបស់ខ្ញុំក៏ជ្រៀតយកខ្លះយកមកឲ្យទុកឲ្យសយភ្លក់នោះអីសយ លោកស្រីរបស់ខ្ញុំនេះចិត្តល្អជាមួយខ្ញុំមិនប្រែសោះលោកស្រី កាន់ឯកាន់ភ្លក់មួយម៉ាត់មើលកាន់ភ្លក់កាន់ ចឹងខ្ញុំភ្លក់ហើយណាលោកស្រី ភ្លក់មួយម៉ាត់ណែឯភ្លក់មើលយ៉ាងមិនដែរសយ ឆ្ងាញ់ណាស់លោកស្រីសុំម្ដុំទៀត មួយទៅណាសយខ្ញុំទុកឲ្យឯងហើយផ្អែមទេ អែមលោកស្រីផ្អែម អញ្ចឹងបាននឹកឃើញថាស្នេហាគេផ្អែមតិចដូចទឹកខ្មុំចំណែកស្នេហាសយឯងខ្ញុំគេដេញចាប់ខ្ទេចព្រៃណាសយ លោកស្រីក៏និយាយមើលខ្ញុំខ្មាស់ហើយលោកស្រី គេឯងវាសំណោះវានឹកឃើញនោះអីកាលហ្នឹងសំណោះសម្ដែងឯងស្ដែកលោកស្រីជួយខ្ញុំផងលោកជួយខ្ញុំផងអាចោនោះវាមិនថាប្តីឯងមិនថាកុំរើឯងជួយឯងយើងស្រែកទៅឯងមិនថាសយអញជួយយ៉ាងម៉េចទៅបើអញជួយខ្លួនឯងអត់បានផងសយហើយលោកស្រីបើសន្ទុះក្រោយមកឯងក៏បាត់មាត់សូន ពេលហ្នឹងដឹងការអីលោកស្រីបាត់មាត់ឆឹង ហើយចំណែកយើងវិញស្រែកឲ្យឯងជួយសយជួយអញផងលោកចៅដោះអាវឲ្យសយ អាចក្រោយមកទៀតក៏ស្អយអើយលោកចៅកាច់ស្លឹកឈើហើយមកស្ទុះក្រោយមកក៏បាត់មាត់សូនដូចគ្នាណាសយ លោកស្រីរឿងកន្លងហួសយូរហើយនៅតែយកមករំលឹកទៀតខ្ញុំខ្មាស់ណាស់លោកស្រី ដល់និយាយចឹងនឹកឃើញកូនឯងណាសយបើសិនទុកឲ្យនៅមានជីវិតមិនដឹងប្រុសឬក៏ស្រីវាប្រកាសជាស្គរសុផលដែរហើយណាដឹងទេ ណាហើយលោកស្រីរឿងនេះមិនបាច់រំលឹកទៀតទេ ឲ្យវាស្លាប់ទៅចោះមែនទេ ចាលោកស្រី ឯងពិបាកប៉ុន្តែយ៉ាងណាក៏ឯងនៅក្មេងឯងត្រូវតែមានគូអនាគតសាងអនាគតគ្រួសាររបស់ខ្ញុំអនាគតបានក្តីសុខហើយមកយ៉ាងវិញទៀតនេះនាងនេះក៏ស្លាប់ខ្ញុំប្រាប់ឯងទៅចោះក្រោយពេលដែលនាងនេះស្លាប់ហើយណាខ្ញុំនឹងមានមធ្យោបាយសម្លាប់យាយម៉បហើយនឹងសម្លាប់អ្នកបងណាត់ម្នាក់ទៀតដឹងទេក្រោយពេលដែលពួកគេស្លាប់អស់ហើយខ្ញុំហើយនឹងលបងទៅនៅផ្ទះធំចំណែកផ្ទះមួយខ្នងនេះខ្ញុំបកុលទៅឲ្យសយឯងណាសាងស្នេហាជាមួយនឹងបរិសុទ្ធថ្មីដែលស័ក្តិសមដឹងទេ នេះលោកស្រីនិយាយការពិតអី លោកស្រីមិនច្រឡំមាត់ទេណាមិនច្រឡំទេ អញ្ចឹងខ្ញុំត្រូវទទួលបានទ្រព្យសម្បត្តិមួយផ្នែកពីលោកស្រីមែនទេលោកស្រី ទ្រព្យសម្បត្តិស្រុកស្ដំឯងខ្លាយជាអ្នកមានហើយណាសយ ទីបំផុតខ្ញុំបានខ្លាយទៅជាអ្នកមានហើយ ព្រោះឯងហត់នឿយូរហើយណាសយខ្ញុំវិលមកម្លេះ សយ លោកស្រីនេះ ឲ្យខ្ញុំសុំទោសណា នេះលោកស្រីដាក់ថ្នាំខ្ញុំមែនទេលោកស្រី បាទដឹងហើយ អូ ឯងទៅចោះ
ឯងទៅឲ្យបានក្តីសុខបើជាតិក្រោយមានពិតយើងជួបគ្នាទៀតតែមិនមែនជួបដូចជាតិនេះណាសយ លោកស្រី បើខ្ញុំមិនធ្វើបែបនេះទេរឿងរ៉ាវរបស់ខ្ញុំច្រើនណាស់អ្នកដែលខ្ញុំបារម្ភគឺអនាគតសុផលកូនខ្ញុំថ្ងៃណាមួយបើសយដឹងការពិតឯងនិយាយប្រាប់លោកម្ចាស់រឿងរបស់ខ្ញុំនឹងត្រូវចប់ដូច្នេះឯងទៅចុះណាសយ លោកស្រី ឯងទៅចុះ ខ្ញុំស្មោះត្រង់ជាមួយនឹងលោកស្រីណាស់ហេតុអីក៏លោកស្រីធ្វើបែបនេះដាក់ខ្ញុំ យើងលាហើយយើងលាឯងហើយអហោសកម្មយើងផងណាសយ សយ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 នេះយ៉ាងមិនថាសយមានរឿងអី លោកម្ចាស់មែនទេលោកម្ចាស់ គឺខ្ញុំមែនហើយតើអ្នកណាធ្វើបាបសយ មុននឹងខ្ញុំស្លាប់ខ្ញុំមានរឿងចង់សារភាពប្រាប់លោកម្ចាស់ តើមានរឿងអី តែសូមលោកម្ចាស់អហោសកម្មឲ្យខ្ញុំផង តើសយមានរឿងអី លោកម្ចាស់ចាំទេរឿងកាលពី18ឆ្នាំមុនរឿងកងដៃដែលលោកស្រីបុផាន់ចោទថាលោកស្រីនេះជាអ្នកលួចគឺលោកស្រីនេះគាត់មិនមែនជាអ្នកលួចទេលោកម្ចាស់ ចុះអ្នកណាជាអ្នកលួច គឺលោកស្រីបុផាន់គាត់ជាអ្នកលួច បុផាន់ ចាលោកម្ចាស់ហើយលោកប្រុសសុផលក៏មិនមែនជាកូនបង្កើតរបស់លោកម្ចាស់ដែរ មិនមែនជាកូនរបស់ខ្ញុំតើគេជាកូនរបស់អ្នកណា អ្នកប្រុសសុផលគឺជាកូនរបស់ចៅនិតហើយនឹងលោកស្រីបុផាន់ហើយរឿងមួយទៀតរឿងដែលលោកស្រីធំស្លាប់ឃាតករមិនមែនជាលោកស្រីនេះទេលោកម្ចាស់ តើជាអ្នកណា ឃាតករដែលសម្លាប់លោកស្រីធំគឺជាលោកស្រីបុផាន់ បុផាន់ រឿងរ៉ាវដែលកើតឡើងនៅក្នុងវិមានទាំងអស់គឺសុទ្ធសឹងតែជាស្នាដៃរបស់លោកស្រីបុផាន់ទាំងអស់ សយ លោកម្ចាស់នៅមានរឿងមួយទៀត តើរឿងអីទៅ លោកម្ចាស់ប្រញាប់ទៅជួយលោកស្រីណាតផងពីព្រោះអីលោកស្រីបុផាន់មានគម្រោងសម្រាប់លោកស្រីណាតលោកម្ចាស់ សយ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 បាត់បង់ជីវិតហើយការពិតរឿងរ៉ាវទាំងអស់កើតឡើងគឺមកពីបុផាន់ទាំងអស់នេះឲ្យបងសុំទោសសយនាងបានសាងបាបកម្មច្រើនណាស់ជាមួយនឹងបុផាន់ពេលនេះនាងត្រូវបាត់បង់ជីវិតក៏ប៉ុន្តែយ៉ាងណាក៏ខ្ញុំនៅតែអាណិតនាងតែខ្ញុំមានភារកិច្ចទៅជួយប្រពន្ធរបស់ខ្ញុំមិនអាចទុកសាកសពរបស់នាងបានត្រឹមត្រូវទេពេលដែលខ្ញុំចប់កិច្ចការចាំខ្ញុំមើលត្រឡប់មកវិញ កាគេតន់បានហូបការផងគេចាក់គ្នាផ្អើរោងការអញហ៊ីតាខ្លួនស្រីកុំឲ្យផឹកតាផឹកស្វឹងណាដេកនឹងចឹងហ៎គំនិតកើតផឹកឯណាមកដេកនៅផ្លូវគេនេះវិញពិបាកវេទនាអញសយសយមែនអញសយស្លាប់ហើយ អូសយហើយសយសុចសយមិនទាន់បានញឹកចឹងសយញ៉ាញ់ពិបាកដល់ហើយជួយគ្នាមើល ហាម៉េចសយ សយស្លាប់ហើយអាស្អីគេនេះអញអត់ដឹងទេអាចទៅមកមិញទេណាអាចចាក់បាត់លុបខ្សោយហ្មង ចាក់ បងចាក់អំលឹបស្អីដល់ងាប់ អត់ទេវាងាប់យូរហើយអាចអត់ដឹងទេ ចំ អញមកឃើញអាចចាក់ឯម្នាក់ឯងនេះ ឥឡូវមកជួយលើកទៅមុខអាពីរវិញ ខ្សោយអាខ្សោយ យូរកន្លែងមិនសយតែឆ្លោះគ្នាថ្ងៃមុនសោះ ឥឡូវចេះអាណិតដល់ហ่า អើខ្សោយអាខ្សោយចាប់អាខ្សោយឯងងាប់ទៅបានអាណាចាក់រុកអញទៀតឲ្យលោកស្រីធ្វើបាបអញទៀតបងអត់បានអញរងថ្ងៃដោយសារខ្សោយឯងហ្នឹង ឥឡូវបើខ្សោយឯងងាប់បានអាណាបងអត់បែរអញទៀត
អាសងទោះបីពីមុនយើងធ្លាប់ឆ្លោះគ្នាប្រកាសនេះគ្នាមែនប៉ុន្តែឥឡូវគ្នាស្លាប់ហើយចឹងហើយណាស់ក៏យើងយល់ថាយើងធ្លាប់រស់នៅជាមួយគ្នាស៊ីបាយមួយគ្នាដែរឥឡូវធ្វើគិតធ្វើប៉ុនធ្វើអីឲ្យគ្នាតិចដល់ងាប់ឥឡូវមានចេះទេឥឡូវមានចេះទេបំណាច់ឲ្យវាធ្វើអាក្រក់ឥឡូវយើងធ្វើប៉ុនឲ្យវាទៅឲ្យវាកាត់ជាតិក្រោយទៅជាមនុស្សល្អដូចយើងដែរទៅត្រូវហើយ ហាយើងឲ្យធေါ်ឲ្យអីគ្នាតិចទៅ លោកចាញ់ប្រកាសតិចណាដើម្បីលោកមានបងប្អូនណានៅចិត្តហ្នឹងគេមកចូលប៉ុនណាអំភោអាឡូបើសិនជាបងប្អូនបានឮឃោសនាសាប់ចេញពីខ្ញុំទៅបាតពីខ្ញុំហើយសូមអញ្ជើញមកចូលប៉ុនផងប៉ុនហ្នឹងគឺប៉ុននាងសយបានស្លាប់បាត់បង់ជីវិតហើយចឹងបើសិនជាបងប្អូនមកចូលប៉ុន1000 2000 10000 20000មកបានហូបបបប៉ុនហើយ1000 2000អត់បានហូបបបប៉ុនទេហើយអ្នកដែលមកប៉ុនសូមរក្សាស្បែកជើងដោយខ្លួនឯងឥឡូវសូត្រធေါ်ឥឡូវអាត្រូវឲ្យសូត្រមុនគេឲ្យសូត្រធေါ်មុនគេចឹងហ៎អាចចាក់ឲ្យសូត្រមុនគេចង់អាចប្រកាសឲ្យសូត្រមកឯងនឹងតែគេមុនក៏បានដែរមកអញក៏បានដែរឥឡូវអញសូត្របទអនិច្ចាសូត្រអនិច្ចាហ្នឹងអនិច្ចាបានត្រូវរឿងបនខ្មោចហ្នឹងហើយអនិច្ចាហ្នឹងធေါ်ពិតតែអនិច្ចាផ្កលន់ផ្កក្រឹកកេងណាក់មកមីឃើញស្រីប្រលឹងអញធ្លាក់បាក់ឆ្អឹងលើមកចាក់ជំងឺយកនេះមនុស្សងាប់ជំងឺនេះឲ្យទៅច្រៀងបទអនិច្ចានោះហើយអនិច្ចាខែងធေါ်អាហ្នឹងចាំឪឲ្យដាច់ខ្យល់ហើយចាំសូត្រអាធေါ်មិញហ្នឹងអនិច្ចាវត្តសង្ខារាអាហ្នឹងមកវិធัวចៃនឹងសឲ្យអញថាអូនអបត់អនិច្ចាអត់អនិច្ចាអាហ្នឹងសារធေါ်ឯណាកូនហ្នឹងចាំឪឲ្យដាច់ខ្យល់ហើយសូត្រអាបទមិញហ្នឹងណាចាអញដូរបត់មួយទៀតដូរចេញអនិច្ចាណយវណ្ណេតទេចាអញដូរបត់មួយទៀតម៉ែអូរស់នៅក្នុងពោះកូនសំងំស្ងាត់សូនអើយមិនវាចាអើយមិនថាហេវបាយឬឃ្លានស្រាមិនហ៊ានអើយវាចាអើយព្រោះខ្លាចកូនវាយម៉ែយកបាយទៅវត្តវាទាត់ធាំងអើយហើយជប់សូត្រដិតអញហើយសូត្រចឹងអញ3នាក់អាត្រូអាឆាងអង្គុយចឹងប្រែតសុតមកហ្នឹងហ្នឹងតាំងពីអូន2នាក់នេះទៀតហ្នឹងមើលអញចឹងប្រែតនឹងគៀនហៀចាំយកបាយបិទចឹងងាយមកចាឯងមិនសូវដូចប្រមាណបើដូចផុតអាត្រូអាហ្នឹងសុតមកហ្នឹងត្រូប្រែតតែហ្មងតោះឥឡូវចាស់ទៅសយទៅធ្វើបុណ្យហ្មងដែរតោះនាំសែងអានេះហើយនាំគ្នាសែងឯងជើងជាស្មារឹងមានកណាត់សណានៅតាមផ្លូវចឹងឯងបើមកហើយអត់មានផងឥឡូវចេះមកចាំយកវាទៅដល់ខាងក្នុងចាំរកណាត់សគ្របឲ្យវាតោះមកទៅរកណាត់សិនទៅរកណាត់សិនណាត្រូជួយគ្នាត្រូលើកមកជួយលើកគ្នាលើកតែអញមិនទេអាណិតខ្សោយងាប់ទៅបានអាណារករឿងអញទៀតចាំមើលមែនពេលនេះក៏ល្អប៉ុន្តែខ្ញុំចម្លែកខ្លាំងណាស់នឹកថាចៅនិតមករកខ្ញុំចុះវាទៅណាប៉ុន្តែក៏សំណាងល្អដែរបើវាមិនមករឿងរ៉ាក់ក៏ត្រូវចប់ព្រោះពេលនេះនាងសយក៏ស្លាប់ហើយអញ្ចឹងចាប់តាំងពីពេលនេះទៅគ្មានអ្នកណាដឹងថា
ខ្ញុំជាគិតកោឡើយ តែខ្ញុំគឺជាអ្នកដឹង ហ៎ឯងដឹងរឿងអី បុផាន់ យើងមិនបានពាក់ព័ន្ធជាមួយគ្រួសារអីទៀតទេ នាងមិនបានពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់ខ្ញុំ មែនរឿងប្អូនឯងស្លាប់អ្នកនាងស៊ីណាជាអ្នកចាក់សម្លាប់ហេតុអីបានជាឯងមកពាក់ព័ន្ធដឹងថាខ្ញុំជាគិតកោស្អីទៅ រឿងរ៉ាវគ្រប់យ៉ាងនៅក្នុងវិមាននេះនាងគឺជាអ្នកបង្កប់ភាពចលាចលឲ្យក្នុងវិមាននេះកើតឡើងនាងសម្រាប់ម្ដាយក្មេកខ្លួនឯងបែរជាទម្លាក់ខ្មោចដាក់លើប្អូនស្រីរបស់ខ្ញុំ ហេតុអីបានជាឯងដឹងរឿងនេះ ខ្ញុំធ្លាប់ប្រាប់និយាយមកគឺជាអ្នកនិយាយប្រាប់ខ្ញុំគ្រប់យ៉ាងទាំងអស់ ចាឥឡូវបើឯងដឹងឯងចង់ធ្វើស្អីខ្ញុំ នាងបានចាំពាក្យដែលនាងបត់ស្បាយជាមួយខ្ញុំកាលយប់ដែលខ្ញុំបានជួបនាងដែរទេនាងបាននិយាយថាបើសិនជានាងហ៊ានប៉ះពាល់ប្អូនស្រីខ្ញុំដោយប្រការណាមួយនាងដាច់ខាត់ត្រូវតែស្លាប់ក្រោមស្នាដៃរបស់ខ្ញុំ អូឯងចង់សម្លាប់ខ្ញុំ មែន បានបើឯងចង់សម្លាប់ខ្ញុំក៏សម្លាប់ទៅបើឯងចង់ឲ្យកូនប្រុសរបស់ឯងថ្ងៃអនាគតកំព្រាម្ដាយបែបនេះឯងក៏សម្លាប់ទៅយ៉ាងម៉េចដែរអា ជាក្មេងកំព្រាម្ដាយ ត្រូវហើយ ជីវិតខ្ញុំប្អូនខ្ញុំស្គាល់គ្រប់រសជាតិអស់ទៅហើយពេលដែលអត់ពុកអត់បែតែដល់ហើយបើជ្រុលថាកូនរបស់ខ្ញុំវាត្រូវអត់ពុកឬក៏អត់បែក៏សូមឲ្យវារស់បណ្ដោយទៅតាមយថាកម្មអុយម៉ែអាគេតកោអីស្លាប់ទៅអាដេឆានម៉ែនេះម៉ែចាំមិនហើយពធមិនក៏កូនយកកំបិតទៅចាក់គេបែបនេះ ព្រោះគេជាគិតកោខ្ញុំឃើញច្បាស់ណាស់គេចង់សម្លាប់ម៉ែរបស់ខ្ញុំត្រូវតែសម្លាប់គេដើម្បីសងសឹក ចាំតាន់កូន ម៉ែគាត់ខ្ញុំធ្វើអី គិតកោម្នាក់នេះគេជាឪពុកបង្កើតរបស់កូន ទេ កូនឯងមិនមែនជាកូនលោកម្ចាស់យុទ្ធទេ មិនប៉ុន្តែ ឯងជាកូនចៅនិតនេះហើយណាកូនគេជាចៅនិតឪពុកកូន ម៉ែខកខ្ញុំមិនប៉ុន្តែ ម៉ែមិនបានខកទេកូនលុតជង្គង់សុំក្បាលទៅលោកពុកទៅ ហេតុអីបានជាខ្លាចទៅជាបែបនេះ និត ជីវិតខ្ញុំតាំងពីដឹងក្តីខ្ញុំខំសិក្សាវិជ្ជាពេលដែលខ្ញុំធំឡើងខ្ញុំចង់ធ្វើជាមន្ត្រីរាជការដូចជាពុកក្នុងចិត្តរបស់ខ្ញុំគឺខ្ញុំស្អប់ណាស់ពិសេសមានឈ្មោះតែចៅនិតគឺខ្ញុំចង់កាត់ទោសខ្ញុំចង់សម្លាប់ដោយផ្ទាល់ដៃតែផ្ទុយទៅវិញឈ្មោះនិតនេះគឺជាឪពុករបស់ខ្ញុំចឹងឯម៉ែ ឪពុករបស់កូនឲ្យម៉ែសុំទោសណាកូនរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង កូនប្រុសសម្លាញ់មេឪពុក និតបើខ្ញុំយ៉ាងម៉េចទៅបើសិនជាលោកនៅមានជីវិតខ្ញុំផ្ញើកូនកំសត់ម្នាក់នេះផងទោះបីជាគេកើតឡើងដោយយើងមិនបានតាំងចិត្តមិនបានកើតឡើងពីក្តីស្រឡាញ់ប៉ុន្តែយ៉ាងណាវាក៏ជាឈាមរបស់លោក ម៉ែអត់អីទេពេលនេះត្បិតតែម៉ែមានរបួសខ្ញុំចាំម៉ែទៅព្យាបាល អត់ទេមិនបាច់ទេកូនអ្នកម៉ែនេះ ទេនេះម៉ែចាំមិនដឹងម៉ែ សយគេមកយកម៉ែហើយកូន ម៉ែអត់ទេម៉ែក្រោកឡើងកុំស្លាប់ចាំខ្ញុំអីម៉ែ បងផាន់ ហ្នឹងអមផាន់អើយ លោកម្ចាស់ ហេតុអីបានជារឿងអត់ទាំងនេះទៅលាក់មើលលើគ្រួសារខ្ញុំចឹងទៅវិញ បងផាន់ស្លាប់ហើយ ចុះគាត់ជាអ្នកណា ខ្ញុំគឺជាចៅនិត អំណាត់ខ្ញុំគឺសុភ័ក្រណា សុភ័ក្រ បាទ សុភ័ក្រក្មួយប្រុសកំសត់របស់អង្គ ខ្ញុំទាំងអស់គ្នាជាកូនរបស់ម៉ែនេះ ពួកឯងសុទ្ធសឹងតែគឺជាកូនរបស់នេះតែប្រពេលដែលពួកឯងដឹងប្អូនរបស់ខ្ញុំបានទៅចោលពួកឯងអស់ហើយ ម៉ែទៅឲ្យអូ សុភ័ក្រ បាទអូ ឯងកំសត់ណាស់ឯងរស់បែកអ៊ំរស់បែកពីម្ដាយនៅជាមួយអ្នកដទៃ
អូមិនដឹងជាមានអ្វីត្រូវនេះជាមួយនឹងឯងទេកូន អត់អីទេអូអត់អីទេពេលនេះខ្ញុំបានជួបអ៊ំហើយ ផលអូម៉ែរបស់ឯងសាងបាបកម្មច្រើនកម្មពៀនទាំងអស់នេះសូមនឹងកូនទទួលហើយកូន បុផាន លោកម្ចាស់យុទ្ធច្រើនឆ្នាំមកនេះលោកមានបំណងតាមចាប់ខ្ញុំឥឡូវនេះខ្ញុំបាននៅចំពោះមុខរបស់លោកហើយខ្ញុំមិនរត់ទៅណាទៀតទេ បងណាត់ សូមលោកចាប់ខ្ញុំទៅផ្ដន់ទាទោសទៅតាមផ្លូវច្បាប់ចុះ រឿងគ្រប់បែបយ៉ាងខ្ញុំបានដឹងអស់ហើយហើយដូច្នេះហើយលោកមិនមែនជាមនុស្សអាក្រក់ឡើយទោះបីលោកមានឈ្មោះជាចៅក៏ប៉ុន្តែចៅលោកនេះយកអំពីអ្នកមានដើម្បីទៅជួយអ្នកក្រលោកជាមនុស្សល្អសម្ដីរបស់នេះនាងបានរៀបរាប់ប្រាប់ខ្ញុំអស់ហើយខ្ញុំបានដឹងការពិតទាំងអស់ខ្ញុំមិនត្រូវការចាប់ខ្លួនលោកតទៅទៀតទេខ្ញុំលើកលែងទោសឲ្យលោក ខ្ញុំអរគុណលោកខ្ញុំអរគុណ ម្ចាស់ខ្ញុំអរគុណ មកជួយដល់អង្គណាត់ បងផានអូនវិញ្ញាណរបស់អូនទៅកាន់សុគតិភពចុះបាបកម្មដែលអូនបានសាងទីបំផុតថ្ងៃនេះអូនបានទទួលហើយសូមឲ្យអូនកើតជាតិក្រោយកុំធ្វើជាមនុស្សបែបនេះទៀត អបផាន់អ្វីដែលយើងចម្ពាក់គ្នាក៏សូមឲ្យចប់គ្នាត្រឹមនឹងចុះចំណែកកូនខ្ញុំនឹងមើលថែរក្សាការពារគេឲ្យបានល្អនាងមិនបាច់បារម្ភអំពីកូនទេចូលនាងបើមិនសិនជាមានប៉ុននាងទៅរកជាតិកំណត់ថ្មីចុះ ខ្ញុំទាំងអស់គ្នានឹងធ្វើបុណ្យបញ្ជូនកុសលឲ្យអង្គ សូមវិញ្ញាណខណ្ឌម៉ែទៅកាន់សុគតិភពថ្មីឲ្យបានស្ងប់ចុះគ្រប់គ្នាគេប្រមហោសកម្មឲ្យម៉ែហើយណាម៉ែ